សាន់គុណខ្មែរថាធ្វើឲ្យអ្នកគ្រប់គ្រងខកចិត្តយូរដែរហើយមួយប្រកួតនេះសុំលេងឲ្យចាស់ដៃដើម្បីស្ដារមុខមាត់វិញប៉ុន្តែគ្រាន់តែចូលដើមទឹកទី1ចង់វីវ៉
7, 8, 9,